គុំនិតខុសណាត់ថេកតថេដើម្បីចូលចិត្តមតិក្នុងពុទ្ធសាសនាឲ្យបានច្បាស់លាស់ពិតប្រាកដនោះមុនដំបូងយើងត្រូវដឹងថាអ្វីខ្លះដែលពុទ្ធសាសនាប្រកាន់យកថាជាសេចក្តីយល់ខុសគឺមច្ឆាទិដ្ឋិកាលណាគេចូលចិត្តល្អអំពីរឿងមច្ឆាទិដ្ឋិហើយគេក៏បានធូរគំនិតច្រើនដល់ការដែលនឹងបញ្ចេញយោបល់ថាអ្វីជាលក្ខគោលដ៏ពិតប្រាកដរបស់ពុទ្ធសាសនាអ្វីមិនមែនជាលក្ខគោលនៃពុទ្ធសាសនាជាមិនខានឡើយចំពោះរឿងនេះអ្នកអាននឹងបានឃើញសេចក្តីដកស្រង់មតិផ្សេងជារបស់ព្រះសម្ពុទ្ធដែលព្រះអង្គទ្រង់ពោលបញ្ជាក់អំពីរឿងមច្ឆាទិដ្ឋិឲ្យពួកព្រាហ្មណ៍ស្ដាប់ដូចមានតទៅនេះមនាលកហបតីទាំងឡាយមានសមណៈព្រាហ្មណ៍ខ្លះគេមានវាទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះថាណដ្ឋិតនាំងការឲ្យទានមិនមានផលណដ្ឋិយថាំងការបូជាមិនមានផលណដ្ឋិហុតាំងការគោរពរាប់អានមិនមានផលណដ្ឋិសុកកៈតុកតានាំងកម្មានាំងផលាំងវិបាកោផលឬវិបាករបស់កម្មល្អកម្មអាក្រក់មិនមានណដ្ឋិមយ៉ាងលោកោលោកនេះមិនមានសត្វក្នុងលោកដតីមកកើតក្នុងលោកនេះមិនមានព្រោះសត្វទាំងឡាយស្លាប់ហើយរមែងសូន្យទៅណដ្ឋិបរៈលោកោលោកដតីមិនមានសត្វក្នុងលោកនេះទៅកើតក្នុងលោកដតីមិនមានព្រោះសត្វទាំងឡាយស្លាប់ហើយរមែងសូន្យទៅណដ្ឋិមេតាគុណរបស់មេត្តាមិនមានណដ្ឋិបេតាគុណរបស់បិតាមិនមានណដ្ឋិឧបបាតិកាពួកសត្វឧបបាតិកៈកំណើតគឺពួកសត្វដែលកើតមកដោយមិនត្រូវអាស្រ័យមេត្តាបិតាមិនមានគឺមិនមានពួកទេពណដ្ឋិសមណៈព្រាហ្មណាសមកតាសម្មាបដិបណ្ណាយេអ៊ិមញ្ចៈលោកังបរញ្ចៈលោកังសយ៉ាងអភិញាសច្ឆេកតវាបវេតេនតិព្រាហ្មណ៍ទាំងឡាយអ្នកប្រតិបត្តិល្អបានសម្រេចអភិញាមគ្គផលនិព្វានស្គាល់ច្បាស់នៅលោកនេះនឹងលោកដតីដោយខ្លួនឯងហើយដឹកនាំបុគ្គលដតីឲ្យស្គាល់បានផងមិនមានមនាលកហបតីទាំងឡាយសមណៈព្រាហ្មណ៍ទាំងឡាយណាមានបំណោយ៉ាងនេះមានសេចក្តីឃើញយ៉ាងនេះសមណៈព្រាហ្មណ៍ទាំងឡាយនោះជាបុគ្គលគឺគេក៏បីរាប់បានថានឹងត្រូវទៅជាបុគ្គលនឿយណាយក្នុងកុសលធម៌3ប្រការគឺកាយសុចរិតវចីសុចរិតនិងមโนសុចរិតជាបុគ្គលមានការប្រព្រឹត្តប្រកាន់យកតែអកុសលធម៌3ប្រការគឺកាយទុច្ចរិតវចីទុច្ចរិតនិងមโนទុច្ចរិតដូចនេះព្រោះហេតុអ្វីព្រោះសាមណៈព្រាហ្មណ៍ទាំងឡាយនោះមិនឃើញទោសមិនឃើញសេចក្តីថោកទាបមិនឃើញសេចក្តីសៅមងរបស់អកុសលធម៌ទាំងឡាយមិនឃើញអានិសង្សក្នុងការចិញ្ចាក់អកុសលធម៌ទាំងឡាយក៏បរលោកមានមែនគេទាំងឡាយត្រឡប់ជាមានសេចក្តីយល់ឃើញថាបរលោកមិនមានទៅវិញដូចនេះសេចក្តីយល់របស់គេទៅចាត់ចូលជាមច្ឆាទិដ្ឋិក៏បរលោកមានពិតគេត្រឡប់ជាមានគំនិតថាបរលោកមិនមានទៅវិញដូចនេះគំនិតរបស់គេទៅចាត់ចូលជាមច្ឆាសង្កបៈក៏បរលោកមានប្រកបគេត្រឡប់ជាពោលថាបរលោកមិនមានទៅវិញដូចនេះពំនោរបស់គេទៅចាត់ចូលជាមច្ឆាវាចាព្រះអរហន្តទាំងឡាយរមែងដឹងច្បាស់ខាងផ្លូវចិត្តរបស់លោកថាបរលោកជារបស់មានពិតប្រាកដដូចនេះបុគ្គលណាប្រកាន់ថាបរលោកមិនមានបុគ្គលនោះបានឈ្មោះថាជាប្រតិកិរិយាឬជាប្រតិបៈចំពោះព្រះអរហន្តទាំងឡាយទៀតផងក្នុងកាលណាខ្លួនឯងប្រកាន់យកដូចនេះហើយបង្រៀនអ្នកដតីឲ្យមានជំនឿតាមខ្លួនអំពើនេះបានឈ្មោះថាជាអ្នកប្រកាសអសធម្មដោយអំណាចអសធម្មដែលខ្លួនប្រកាសផ្សាយចេញទៅដូចនោះ ក
រមែងតែជាហេតុមិនល្អគឺលើកដំកើងខ្លួនឯងដាក់បន្ទាបអ្នកដតីទៀតផងអសធមមិនមានការពិសោធន៍អ្នកប្រកាសអសធមរមែងមានចិត្តមិនខ្ពស់ដូច្នេះកាលណាបើមានការទំនាស់ក៏ច្រើនតែប្រើវិធីសង្កត់សង្កិនអ្នកដតីដើម្បីយកជំនះមកខាងខ្លួនទីបំផុតគេរមែងលះបង់សិលចោលបានដោយងាយហើយគេប្រព្រឹត្តខាងផ្លូវអសិលទៅវិញមនាលកហបតីទាំងឡាយព្រោះអាស្រ័យមច្ឆាទិដ្ឋិជាបច្ច័យអកុសលធម៌ក៏កើតឡើងរឿយៗតាមលំដាប់មិនមានទីបំផុតឡើយក្នុងរឿងបរលោកនេះកហបតីទាំងឡាយសម្រាប់ជនដែលបានចេះដឹងគេរមែងមានគំនិតយ៉ាងនេះថាប្រសិនបើបរលោកមិនមានមនុស្សធ្វើបាបទាំងប៉ុន្មានក៏រួចខ្លួនមិនមានគ្រោះថ្នាក់អ្វីទេតែប្រសិនណាបើបរលោកមានមនុស្សបាបស្លាប់ទៅហើយក៏នឹងចូលទៅកាន់អបាយទុគតិវិនិបាតនរកឬសំបីមិននិយាយដល់រឿងបរលោកតែបុគ្គលដែលមានសេចក្តីឃើញខុសនិងជាអ្នកត្រួសសិលក៏រមែងត្រូវវិញ្ញូជនតេះដៀលក្នុងលោកនេះឯងជាមិនខានព្រោះហេតុដូចនេះបុគ្គលដែលមានសេចក្តីឃើញខុសទៅត្រូវជួបប្រទះផលអាក្រក់ដល់ទៅពីរយ៉ាងគឺត្រូវតេះដៀលក្នុងលោកនេះផងស្លាប់ហើយត្រូវចូលទៅកាន់អបាយក្នុងលោកដតីទៀតផង